អភិបាលខេត្តកំពង់ចាមចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មីនិងទីចាត់ការមួយខ្នងនៅវិទ្យាល័យហ៊ុនសែនអារ្យត្នោតដែលជាអំណោយរបស់សម្ដេចធិបតីអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអាយុដំអ៊ុនចិន្តានាព្រឹកថ្ងៃទី7 ខែវិច្ឆិកាឆ្នាំ2025នេះបានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មីមួយខ្នងកម្ពស់2ជាន់ស្មើនឹង12បន្ទប់និងទីចាត់ការមួយខ្នងនៅវិទ្យាល័យហ៊ុនសែនអារ្យត្នោតស្រុកស្ទឹងត្រង់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបើតាមគណៈកម្មការសាលាបានឲ្យដឹងថានៅក្នុងឆ្នាំសិក្សាថ្មី2025-2026វិទ្យាល័យហ៊ុនសែនអារ្យត្នោតមានបុគ្គលិកសរុបចំនួន28នាក់ក្នុងនោះផ្នែកបឋមភូមិមានបុគ្គលិកសរុប17នាក់និងផ្នែកទុតិយភូមិមានបុគ្គលិកសរុប9នាក់សិស្សានុសិស្សសរុប851នាក់ថ្នាក់សរុប16ថ្នាក់និងបែងចែកជាពីរវេនសិក្សាគឺផ្នែកបឋមភូមិមួយវេននិងផ្នែកទុតិយភូមិមួយវេនគណៈកម្មការសាលាបានបញ្ជាក់ថាបច្ចុប្បន្នអគារទាំងពីរនេះកំពុងសាងសង់បានប្រមាណ 90% និងរួចរាល់ជាស្ថាពរនាពេលដ៏ខ្លីខាងមុខបន្ទាប់ពីអគារសិក្សាថ្មីនេះសាងសង់រួចរាល់យើងនឹងមានបន្ទប់សិក្សាគ្រប់គ្រាន់សម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រហើយនឹងលែងមានផលលំបាកដូចគ្រាកន្លងមកទៀតហើយជាមួយគ្នានោះអាជ្ញាធរឃុំអារ្យត្នោតក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានសម្ដែងនូវការថ្លែងអំណរគុណដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមុនីដែលបានផ្ដល់នូវសមិទ្ធផលថ្មីមួយនេះគឺអគារសិក្សាមួយខ្នង2ជាន់ស្មើនឹង12បន្ទប់និងទីចាត់ការមួយខ្នងសម្រាប់បម្រើដល់វិស័យអប់រំក៏ដូចជាបណ្ដុះបណ្ដាលធនធានមនុស្សដែលជាទំពាំងស្នងឫស្សីបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យប្រកបដោយគុណភាពផងដែរ